ជនដែលមានការចេះដឹងបង្គួរមិនទិញរថយន្តអគ្គិសនីដុំអាចនឹងទេខ្ញុំគិតថា Malaysian បើពិតជាចេះគិតអញ្ចឹងគឺគិតនៅក្នុងផ្លូវត្រូវមិនជឿតាមការឃោសនារបស់នយោបាយណាឡើយរថយន្តអគ្គិសនីគឺជាដុំអាចដែលថ្លៃជាទីបំផុត It is very costly to have EV it doesn't save us money រថយន្ត EV នៅសហរដ្ឋអាមេរិកមិននិយាយរថយន្តចិនទេព្រោះនៅសហរដ្ឋអាមេរិកគ្មាន EV ចិនទេមានតែ EV អឺរ៉ុប EV អាមេរិកនិង EV ជប៉ុន EV កូរ៉េគ្រប់ EV ទាំងអស់ដែលលក់នៅក្នុងប្រទេសអាមេរិកខ្ញុំបាននិយាយជាមួយនឹងអ្នកដែលមាន EV គេបានប្រាប់ខ្ញុំថា EV មិនចំណេញទេខ្ញុំមានក្មួយប្រុសដែលជាអ្នកនិយមបច្ចេកវិទ្យាទំនើបក្មួយប្រុសខ្ញុំជាមនុស្សម្នាក់ចេះសន្សំសំចៃជាមនុស្សម្នាក់ពូកែសន្សំសំចៃហើយជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកខាងអេឡិចត្រូនិកខាងកុំព្យូទ័រខាងឯនោះទោះបីក្មួយខ្ញុំមិននិយាយក៏ដោយក៏ខ្ញុំសង្កេតឃើញថាការដែលទៅប្រើ EV គឺខាតទេគ្រាន់តែមានឈ្មោះថាប្រើ EV តែខាតទេគ្រាន់តែថ្លៃសាកថ្មថ្លៃអគ្គិសនីដែលដោតសាកថ្មហ្នឹងវាមិនខុសគ្នាពីចាក់សាំងប្រហែលទេក្នុងមួយខែនេះមិននិយាយអំពីការផ្លាស់ប្ដូរគ្រឿងបន្លាស់ឬក៏ផ្លាស់ប្ដូរផ្លាស់ប្ដូរថ្មផងការប្រើប្រាស់រថយន្តអគ្គិសនីគ្រាន់តែបានទំនើបតែនៅសហរដ្ឋអាមេរិកណាលិខិតធានារ៉ាប់រងថ្លៃការជួសជុលថ្លៃការថែទាំថ្លៃហើយលក់ចេញវិញដាំក្បាលចុះគេហៅ resale value វា zero ហើយ trade in ដូចกระดาษកាត់អាចចឹងយកអា EV នេះទៅ trade in អត់បានថ្លៃទេសរុបសេចក្តីមក EV នេះនិយាយពី Tesla ផងអត់បានការអីទេគ្រាន់តែបានទំនើបបានលយមួយផ្លេតតែអត់ទេមានម្នាក់និយាយប្រាប់ខ្ញុំថាឲ្យ Tesla របស់ខ្លួនទៅប្រព័ន្ធបើកព្រោះប្រព័ន្ធធ្វើការចិត្តផ្ទះហើយពេលទៅណាមកណីអត់ពឹងពាក់បានទេអត់ dependable ទេមានន័យថាអត់ពឹងពាក់អា EV ចង្អែយកនឹងបានទេចប់អាហ្នឹងនៅអាមេរិកនៅក្នុងការដកពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំមានទស្សនៈអវិជ្ជមានចំពោះ EV បច្ចុប្បន្នខ្ញុំរំពឹងអនាគត EV ខ្ញុំមិនមែនប្រឆាំង EV ទេ I am looking forward to use electric vehicle by the time that it is dependable reliable and affordable មានន័យថា dependable ចង់ទៅណាប្រើវាបានណា dependable okay reliable មានន័យថាថ្លៃជួសជុលថ្លៃដូរមានអាសន្នអន់ក្រអីមានមនុស្សធ្វើវាបន្ទាប់មកទៀត affordable ថ្លៃចាយវាយសរុបទាំងអស់សមរម្យបើវា dependable reliable ហើយ affordable អាហ្នឹង EV ខ្ញុំប្រើហើយតែឥឡូវនេះនៅតែជាដុំអាចនៅឡើយនេះខ្ញុំផ្ទាល់អញ្ចឹងយោងទៅតាមគំនិតរបស់ Malaysian តកតងនឹងរថយន្តអគ្គិសនីនេះបើតាមខ្ញុំសរុបសេចក្តីដែលក្មួយសរសេរ Malay គិតត្រូវចម្លើយណា Malaysian កំពុងតែគិតត្រូវអត់ភ្លើនឹងរឿងហ្នឹងនរណាវិនិយោគលើ EV អ្នកនឹងបានតែខាតទេចាប់កូនណាចាប់អាហ្នឹងចឹងបានតែខាតទេអូខេហ្នឹងប៉ុណ្ណឹងតកតងនឹងរឿង EV ហ្នឹងគឺប៉ុណ្ណឹងសពថ្ងៃសំបីតែ power tool គ្រឿងជាងណារណាម៉ាស៊ីនស្អីសពគ្រប់បើវាជា handy tool
handy tool គឺជាឧបករណ៍យើងកាន់យើងយួរទៅណាមកណាណាប្រើថ្មខ្ញុំប្រើទាំងអស់ខ្ញុំប្រើ deval នៅក្មួយខ្ញុំប្រើ deval ក៏ប៉ុន្តែវាជា handy tools មានន័យថាជាទល់វិសជាដែកស្វានជារណាជាដែកខាជាដែកខួងខ្ញុំប្រើសិតតែដាក់ថ្មទាំងអស់វា reliable dependable ប៉ុន្តែចូលដល់ពាក្យថា affordable អត់ទេកូនអើយថ្មមួយដុំនេះតម្លៃជិត200នេះអានេះប្រដាប់ផ្លុំទូលីនៅក្រៅផ្ទះថ្ម 60V Max មួយដុំ$180បូកតាក់ថ្មមួយដុំនេះ$180បូកតាក់ថ្មមួយដុំនេះ$180បូកតាក់ទើបអាចប្រើ a blower ហ្នឹង reliable បើវាគ្មានអាប្រភេទថ្ម$100ផ្លាយដុល្លារនេះទេវាអត់ប្រើបានទេដូច្នេះឲ្យថ្លៃណាស់ណាអញ្ចឹង handy tool ខ្ញុំប្រើថ្មតែដល់ម៉ាស៊ីនបាញ់ទឹកលាងឡានឬក៏ម៉ាស៊ីនបាញ់ទឹកលាងជាងផ្ទះឬក៏លាងក្រូអិតអីឬក៏ស៊ីម៉ង់អីខ្ញុំដោតភ្លើងពីព្រោះម៉ាស៊ីនបាញ់ទឹកត្រូវការថ្មនឹង2ដុំហើយដើម្បីសម្អាតផ្ទះសម្អាតអីបានពេញលេញត្រូវការ4ដុំ4ដុំមានន័យថាម៉េច800គ្រាន់តែថ្ម$800អញ្ចឹងម៉ាស៊ីនបាញ់ហ្នឹងថ្លៃ300ហើយថ្ម800យើងចំណាយ1100ហើយអាថ្មនេះក៏វាកាន់ភ្លើងមិនថិតថេរដែររយៈកាលកន្លងមកខ្ញុំទិញថ្មនឹង4កូនមួយកូនស្រក់សមត្ថភាពវាស្រក់បាត់ហើយអញ្ចឹងទល់វិសអីប្រើបានបន្ទាប់មកទៀតម៉ាស៊ីនកាត់ស្មៅដែលប្រើថ្មអត់ប្រើបានទេឆាប់អស់ថ្មណាហើយបើចង់ទិញម៉ាស៊ីនកាត់ស្មៅដែលប្រើថ្មមានអាមួយនោះអាម៉ាកមួយនោះថ្មមួយកូន300ហើយដើម្បីឲ្យម៉ាស៊ីនកាត់ស្មៅនឹងវាដើរតដាក់2ដុំ600អាហ្នឹងកាត់ស្មៅបានគ្រាន់តែថ្ម600អញ្ចឹង it is a big waste of time ណាបន្ទាប់មកទៀតដូចឧទាហរណ៍សប្តាហ៍នេះនៅសហរដ្ឋអាមេរិកគេកំពុងតែចាញ់លក់ម៉ាស៊ីនកាត់ស្មៅ robot ដែលយើងចង្អុលកាំរស្មីទៅហើយយើងប្រឡែងម៉ាស៊ីនហ្នឹងទៅវាកាត់ខ្លួនវាហើយបើវាទៅដល់កន្លែងណាវាមើលទៅកន្លែងហ្នឹងមានស្អីវាកិច្ចវាឆ្លាតហើយគេលក់ក្នុងតម្លៃ$5000ទៅ$10000មួយគ្រឿងរយៈកាលកន្លងមកម៉ាស៊ីន robot កាត់ស្មៅប្រភេទនេះស្មៅដូចផ្ទះខ្ញុំអីកាត់អត់បានទេទោះបីផ្សាយពាណិជ្ជកម្មយ៉ាងណាដោយកាត់ស្មៅផ្ទះខ្ញុំអត់បានទេហ៊ានតែចំណាយ$10000ទិញម៉ាស៊ីនកាត់ស្មៅហ្នឹងគឺសយធំហ្មងគឺខាតលុយហ្មងមានន័យថាខ្ញុំកំពុងតែនិយាយប្រាប់អំពីម៉ាស៊ីនណាឡើងទៅដល់ម៉ាស៊ីនកាត់ស្មៅប្រើអត់បានទេថ្មហើយនឹង longevity របស់វាអត់គ្រប់គ្រាន់សម្រាប់ប្រើទេម៉ាស៊ីនតម្លៃរាប់ម៉ឺនប្រើមិនបានផងអញ្ចឹង EV ស្ថិតនៅក្នុងសភាពមិនទាន់ reliable dependable ហើយក៏មិនទាន់ affordable គេកំពុងតែឃោសនាដើម្បីបោកយើងឲ្យធ្លាក់ខ្លួនចូលទៅក្នុងមធ្យោបាយសេដ្ឋកិច្ចហ្នឹងដែលយើងសប្តាហ៍ថ្ងៃនេះប្រជាជនក្នុងពិភពលោកមិនមែនមានជាងមុនទេប្រជាជននៅក្នុងពិភពលោកមានសម្ភារៈទំនើបជាងមុនប៉ុន្តែក្រីក្រជាងមុនស្ដាប់តើនេះប្រទេសកម្ពុជាមានសម្ភារៈសម្បូរបែបក៏ប៉ុន្តែប្រជាជននៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃក្រជាងមុនលើកលែងតែជនពុកអលួយនិងបពពួកទេនៅថៃដូចគ្នាមានតែជនពុកអលួយទេនៅម៉ាឡេក៏ដូចគ្នាហើយបើសិនជាក្មួយម៉ាឡេឌៀនណាឆ្លៀតឡើងចុះសិង្ហបុរី if you spend time traveling to Singapore not sightseeing មិនទៅទស្សនាក្រុងសិង្ហបុរីទេប៉ុន្តែទៅស្វែងយល់ជីវភាពរបស់សិង្ហបុរីឲ្យបានដិតដល់អានសៀវភៅផងហើយស្វែងយល់ពីជីវភាពរបស់សិង្ហបុរីផងក្មួយនឹងបញ្ចប់ការស្វែងយល់របស់ក្មួយដោយឃើញថាជីវិតម៉ាឡេស៊ីនរស់ស្រួលជាងសិង្ហបុរី
Singaporean ពីមួយថ្ងៃទៅមួយថ្ងៃ Singapore being modernized being updated being technologically advanced ប៉ុន្តែមួយថ្ងៃទៅមួយថ្ងៃទម្ងន់នៃ social economic pressure ទៅលើ Singaporean ធ្ងន់ទៅនៅពេលដែល Malaysian ដកដង្ហើមធូរជាងបើកូនឯងទៅពិនិត្យមើលដូចខ្ញុំកូនឯងនឹងដឹងថាម៉ាឡេរស់ស្រួលជាងសិង្ហបុរីណាត្រូវដឹងណា modernization and advancement of technology វាជា economic burden វាជាទម្ងន់សេដ្ឋកិច្ចមកលើមនុស្សវាធ្វើឲ្យមនុស្សមានអារម្មណ៍ទំនើបប៉ុន្តែវាធ្ងន់ឡើងនៅអាមេរិកដូចគ្នាណានៅពេលដែល material modernization and advancement វា go up socio economic pressure វាធ្ងន់ឡើង livelihood វាលំបាកក្មួយខ្ញុំប្រើ EV កាន់តែថ្លៃអគ្គិសនីសម្រាប់ឡានខែ200មានន័យថាម៉េចមានន័យថាមួយសប្តាហ៍ស្មើនឹង$50 $50អញចាក់សាំងឡានស្រួលជាងណាមួយទៅដោតភ្លើងឆាតនៅផ្ទះតាមស្រួលឆេះផ្ទះចុយម៉ាយពីព្រោះអា charger ហ្នឹងអត់ទាន់ 100% safety ណាហើយទៅណាតលតែចុចអាប់មើលឲ្យដឹងថាមាន charger អីអត់ជួនកាលទៅចង់បើកឡានទៅ country road អីមាន charger ណាបើកអត់បានទេត្រូវទាញឡានមួយទៀតចាក់សាំងបានទៅ country road បានណាហើយបើចង់ទៅ New York ទៅដល់ New York ត្រូវ charge សិនទោះបី charge យឺតក៏ដោយលឿនក៏ដោយវាមិនមែនងាយស្រួលដូចចាក់សាំងទេហើយបើចូលទីក្រុង New York ស្ទះផ្លូវចុយម៉ាយអស់ថ្មឃើញទេអត់ស្រួលទេចាប់ឆ្លើយប៉ុណ្ណឹងណាកូនណាឆ្លើយប៉ុណ្ណឹងលឹមចៅតាកុលផេងនឹងមានភាគហ៊ុនជាង 10% នៃសាលារឿងឆ្អែតឆ្អាបកុលផេងក៏គាត់ចាស់ហើយណាដូច្នេះហើយរឿងឆ្អែតឆ្អាបនៅប្រទេសកម្ពុជាខ្ញុំមិនសូវភ្ញាក់ផ្អើលទេកូនខ្ញុំមិនសូវភ្ញាក់ផ្អើលរឿងឆ្អែតឆ្អាបនៅប្រទេសកម្ពុជាទេពីព្រោះជំងឺឆ្អែតឆ្អាបនៅប្រទេសកម្ពុជាការឆោបបោកនិងអំពើពុករលួយទាំងប៉ុន្មាននៅប្រទេសកម្ពុជាវាជាជំងឺមហារីកប្រចាំសង្គមខ្មែរទៅហើយណាអូខេអរគុណចំពោះព័ត៌មានណាចៅលឹមលោកតាល្បីណាស់បើកតែ live ចោលក៏មាន view មើលច្រើនដែរតាចង់ឲ្យចៅខំរៀនជាជាងមើល show តាហើយបើសិនជាមានសំណួរមកសួរតាដើម្បីការចេះដឹងអាហ្នឹងគឺជាបំណងរបស់តាណាមីហប់លឿនមែនតើវាលោតឡើងទៅព្រឹបអញ្ចឹងទៅខ្ញុំតាមមិនទាន់បាទសំទោសវា spam ច្រើនពេកខ្ញុំពិបាកមីហប់ជំរាបសួរតាតើអាចចែករំលែកវិធីធ្វើឲ្យការរៀនផ្ដោតអារម្មណ៍បានយូរហើយឆាប់ចាំទេទី1កាត់បន្ថយការដើរលេងទី2តែងលួងលោមចិត្តឲ្យស្រឡាញ់ការអានការសរសេរការសិក្សាទី3អប់រំចិត្តឲ្យចេះសប្បាយជាមួយនឹងសភៅឲ្យចេះសប្បាយជាមួយសាលាមានតែប៉ុណ្្នឹងឯងណាមានតែប៉ុណ្្នឹងឯងណាម៉ៅលេងសុងជីតាកំពុងចាប់ផ្ដើមរៀន AutoCAD SketchUp ថ្នាក់ទី11ជារឿងល្អតើខ្ញុំគិតថាខ្ញុំកំពុងធ្វើវាមើល Grandpa Start Learning ខំប្រឹងរៀនកូនអ្វីដែលរៀបរាប់មកគឺល្អទាំងអស់ណា Win Center ធ្វើម៉េចបានអ្នកភូមិឈប់ចាក់ធំបាសយើងអត់កែបានទេសង្គមដែលបង្កើតដោយលោកហ៊ុនសែនវាអញ្ចឹងមានតែម្យ៉ាងទេដេកបាត់តិចអត់ធ្វើបានទេទៅតវ៉ាអីវាកាប់វាចាក់យើងងាប់ណាលោកតាដែលឮពីចលនាតៃសើងដែរទេ
តៃសើងពីដើមក្នុងប្រវត្តិសាស្ត្រធ្លាប់ឮតែឥឡូវនេះអត់ដឹងទេណាលោកតាតើសពាវុធដែលចិនផ្ដល់ឲ្យជាអាវុធបែបណាល្អដែរទេតាអត់ចាត់អារម្មណ៍ទេកូនបើកូនចង់ងាប់ឆាប់រៀនខាងក្នុងតែបើចង់មានជីវិតល្អរៀនខាងមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មហើយនិងគណិតសាស្ត្ររឿងវែកញែករឿងអាវុធអ្នកណាចង់ងាប់ទៅវែកញែកទៅចំណែកតាទុកពេលរៀនអញ្ចឹងចៅឯងមានផ្លូវពីរចង់ជិះចាននាំគ្នានិយាយរឿងហ្នឹងតែបើចង់មានបាននិយាយរឿងសាលារៀននិយាយរឿងរៀនអូខេតាអត់ចាប់អារម្មណ៍ហើយតាអត់ឲ្យតាអត់សរសើរចៅឯងចង់ដឹងរឿងអាវុធទេវាអត់តាអត់សរសើរបើកូនតាវិញតាដេញចេញក្រៅផ្ទះអូខេពីព្រោះចាត់ទុកថាជាមនុស្សចេះតែចង់ទៅងាប់ណាលោកតាបើចាប់អាជីពជាអ្នកចម្រៀងហើយចង់ល្បីគួរធ្វើបែបណាសួរអាប្រគ្រាវកាច់នៅកម្ពុជាមានអាមួយប្រគ្រាវកាច់អាអ្នកចម្រៀងល្បីម្នាក់ឈ្មោះប្រគ្រាវកាច់ទៅសួរវាទៅមុខមាត់វាលែងទៅជាមនុស្សម្នាហើយទៅជាមនុស្សព្រៃវាល្បីណាស់ទៅសួរវាទៅអូខេតាអត់ចេះទេតាប្រាក់ខែ200គួរជិះឡានមកអី Mercedes ដល់ទិញ Mercedes ជិះបើអត់ទិញបានទេទៅប្លន់ហ៊ុនសែន